ឃើញទេសភាពបែបនេះទៅហាងកាហ្វេដាក់កាហ្វេមួយកែវស្រស់ស្រាយសូមសរសើរដល់ម្ចាស់ហាងកាហ្វេមែនតែនប៉ាកែរ៉ននឹកប៉ាកែឌីហ្សាញរៀបចំមកគាត់ថាស្អាតហ្មងពេញចិត្តហ្មងត្រជាក់ភ្នែកស្រស់ថ្លាហើយជ្រុងណាក៏ស្អាតជ្រុងណាដូចថាយើងថតរូបក៏ឃើញស្អាតបើទៅឃើញផ្ទាល់វិញក៏ស្អាតនិយាយទៅឥតខ្ចោះហ្មងមែនគេថាអ្នកប៉ាកែចេញមកអញ្ចឹងពេលដែលយើងហត់នឿយអស់កម្លាំងយើងបានទៅញ៉ាំកាហ្វេហើយយើងបានឃើញទេសភាពដ៏ស្រស់ស្អាតហើយសំខាន់ណាស់បាញ់ព្រិលមកដោយខែរងានៃប្រទេសគេធ្លាក់ព្រិលធ្លាក់អីមកអញ្ចឹងទៀតអូស្អាតហើយនិយាយពីថាអតិថិជនដែលទៅញ៉ាំកាហ្វេនៅហាងហ្នឹងច្រើនមែនតែនពួកអីកាហ្វេក៏ឆ្ងាញ់បូករួមជាមួយទេសភាពស្រស់ស្អាតបែបនេះមិនងាយមានទេណាបងប្អូនទាំងអស់គ្នាអ្នកភ្នំពេញបើអាចថាទៅឲ្យបានម្ដងណាស្រស់ស្រាយចង់ដឹងថាស្រស់ស្អាតប៉ុណ្ណាញ៉ាំកាហ្វេអានសៀវភៅអីចឹងទៅមើលភាពដ៏ស្រស់ស្អាតពេលខ្លះយើងអត់បានទៅយើងអត់ដឹងថាមើលគេថាស្រស់ស្អាតហ្នឹងស្រស់ស្អាតបែបម៉េចទៅឲ្យបានឃើញម្ដងមើលស្អាតពិតមែនគ្រប់ចិត្តអូគេស្រឡាញ់កូនកាគេឲ្យកូនឆ្កែម្នាក់មួយបន្ថែមកុំឲ្យដើរចេញក្រៅឃើញឆ្កែរត់ដោយតែមកអញ្ចឹងឆ្កែទឹកតាស្រឡាញ់ណាតោះណាវីដេអូហើយខ្ញុំមានដងខ្ញុំណាស្គៀម